ក្រសួងការពារជាតិអះអាងថាកងទ័ពកម្ពុជាថៃពុំបានដកកម្លាំងកងទ័ពចេញពីប្រាសាទតាមាន់ទេនៅថ្ងៃទី9ខែឧសភានេះក្រសួងការពារជាតិច្រានចោលនឹងថ្កោលទោសការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនអគតិមួយចំនួនដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជានេះគឺជាចេតនាដ៏អាក្រក់មានគោលបំណងញុះញង់បំបែកបំបាក់ផ្ទៃក្នុងជាតិនិងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងភាគីទាំងពីរកម្ពុជាថៃនៅតែរក្សាការចោះជើងជាសហភាគីនៅប្រាសាទតាមាន់ដោយភាគីម្ខាងរក្សាកងកម្លាំងចំនួន5នាក់ភាគីទាំងពីរពុំបានលើកឡើងពីការដកកម្លាំងចេញពីប្រាសាទតាមាន់ទេប៉ុន្តែបានបញ្ញាបន្តប្រស័យតាក់ទងគ្នាជាធម្មតានិងជូនដំណឹងគ្នាទៅវិញទៅមកដោយជាប់លាប់ជាប្រចាំសម្ដៅបង្ការរកការប៉ះទង្គិចឬការយល់ច្រឡំណាមួយដែលអាចកើតឡើងជាយថាហេតុ